យើងនេះគឺដូចខ្ញុំចាំបងប្អូនអញ្ចឹងគឺរងធ្វើដើម្បីលក់នៅនំនៃចេកអំពៅផ្សេងៗមកជាស្នាដៃរបស់កូនខ្មែរយើងបាទដូចជានំក្រូចនំគ្រក់នំចេកបុកចេកអញ្ចឹងទៅបាទនេះមកតាមបងប្អូនដែលជាអ្នកឌីកូអ្នកតុបតែងអញ្ចឹងគឺគាត់ប្រាប់បាទហើយសឹកថ្នោតនេះច្រើនថ្នោតបាទថ្នោតច្រើនមែនទែនបាទថ្នោតច្រើនហើយសឹកថ្នោតនេះគឺយើងកាត់ចេញពីដំថ្នោតមកបាទយើងអាចតុបតែងបាននៅសមិទ្ធផលបែបហ្នឹងបាទសូមបញ្ជាក់បងប្អូនតែប៉ុណ្ណឹងទស្សនភាពដូចជាដំណើរការនៃការរៀបចំនេះគឺត្រៀមប្រពៃកម្មវិធីបុណ្យចូលឆ្នាំខ្មែរហ្នឹងគឺរោងលក់នៅនំនេចេកពុះផ្សេងៗជាស្នាដៃរបស់ខ្មែរយើងបាទចាំបងប្អូនឆ្ងល់អីចឹងទៅបាទអញ្ចឹងគឺសូមបញ្ជាក់បងប្អូនប៉ុណ្ណឹងហ្មងណាចាំបងប្អូនប៉ុណ្ណឹងហើយរោងធ្វើច្រើនមើលជាងរបស់មានប៉ុន្មានបងណា1 2 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160
4 10មកតំណប់2តំណប់3 4 10អូច្រើនមកច្រើនដែរបាទច្រើនហូបច្រើនពេកចឹងភាសាច្រើនពេកមិនរាប់ហ្មងបាទច្រើនពេកតើឡូវយើងទៅមើលទិដ្ឋភាពនៅលើមុខកន្លែងរហ័សទឹកនេះបងណាមុខរហ័សទឹកបន្តិចបាទតាគណៈពេលនេះស្មានណាមានបងប្អូនជាពុទ្ធបរិស័ទគាត់មកដែរទេបងថ្ងៃនេះយើងមិនតាន់ដល់ថ្ងៃចូលឆ្នាំទេអញ្ចឹងបងប្អូនជាពុទ្ធបរិស័ទហ្នឹងក៏មិនតាន់មកឲ្យបានណាបងណាក៏អត់តាន់មកឲ្យបានដែរអញ្ចឹងគឺការអញ្ជើញមកនៅមានកម្រិតទេបាទយើងអាចចាប់ពីស្អែកខានស្អែកទៅនឹងមានបងប្អូនជាពុទ្ធបរិស័ទមកច្រើនបងប្អូនអាចគាត់នឹងមកច្រើនបាទត្រឹមថ្ងៃនេះគឺអត់សូវមានបងប្អូនជាពុទ្ធបរិស័ទមកទេបងប្អូនឃើញថាស្ងាត់ដែរបាទគឺស្ងាត់ដែរទេបាទអត់សូវមានមកដែរទេនៅក្នុងគ្មានបងអ៊ីមីងគាត់អញ្ជើញមកបងគាត់អញ្ជើញមកពីតាមបណ្ដាខេត្តផ្សេងមកទស្សនានៅទិដ្ឋភាពដូចជាដំណើរការនៃការសាងសង់ក្នុងបរិវេណវត្តហ្នឹងគឺវត្តចន្ទប្រជុតតនារាមយ៉ាងនេះបាទហើយតទៅនេះគឺយើងមានផ្លូវបាយជា4ណាផ្លូវបាយជា4ទៅនេះយើងបងប្អូនមកទៅនេះគឺទីតាំងយើងដើរឆ្ពោះទៅកាន់កន្លែងរហ័សទឹកបាទគឺតាំងរហ័សទឹករបស់បងប្អូនមកត្រង់កន្លែងវិញបាទត្រង់កន្លែងបងប្អូនឆ្ពោះទៅកាន់ទីតាំងតម្កល់ព្រះអង្គធំព្រះអង្គពុំនេះបងណាអង្គពុំនេះបាទហើយបើយើងទៅនេះគឺមានផ្លូវទៅកន្លែងស្ពាននេះចុងក្រោយគេបាទនៃវត្តចន្ទប្រជុតតនារាមលោកពូជិះមកពីខាងណាវិញលោកពូអត់ទេខ្ញុំមកចូលប៉ុនអូមកចូលប៉ុននោះឥឡូវគេឲ្យជួយថតគេផងអូមកជួយថតជូននេះពងផ្សាយបងស្រីនឹងអ្នកមីងជិះមកពីខាងណាវិញចាអូម្នាក់ភ្នំពេញអញ្ជើញមកបានដងហើយចារាប់សានរាប់ដងមកអស់ហ៎ច្រើនដងពេកតាំងពីដំបូងតន់មាននៅព្រៃមកកណ្ដប់បាទអូហើយអញ្ជើញទៅវិញមកម៉ានហើយបានជួបព្រះអង្គនៅអត់តន់ជួបទេបានជួបទេមកជើងនេះណាអូនៅអញ្ចឹងណាអេយើងធ្លាប់ជួបម្ដងហើយមិនអីទេធ្លាប់ជួបច្រើនដងហើយមកបាទមកច្រើនដងជួបច្រើនដងអញ្ចឹងណាបាទសាមកសានឹងកៅដល់បងមកម្ដងបាទអញ្ចឹងអរគុណបងអរគុណច្រើនបាទអរគុណច្រើនបាទអូបងបានមួយច្រើននេះបាទបងប្អូនបានទស្សនភាពនៅលើកោះប្រជុំទេពបាទនេះទស្សនភាពនៅលើកោះប្រជុំទេពហើយកណ្ដោះទៅនោះគឺឡើងទីតាំងរហ័សទឹកបងណាទីតាំងរហ័សទឹកនៅកណ្ដោះបាទចឹងបងប្អូនចង់ទៅរហ័សទឹកបងដល់ទៅកណ្ដោះគឺបងប្អូនទៅដល់ទីតាំងរហ័សទឹកបាទហើយយើងបើដើមមកត្រង់ខាងនេះគឺយើងត្រឹមកន្លែងមុខអាស្រមព្រះអង្គបាទសំឡេងកងោកបងនិយមងែកងោកក្នុងក្នុងបាទហើយកំពូលចិត្តដីក៏បានដាក់មកដល់នោះកំពូលចិត្តដីបាទកំពូលចិត្តដីស្មែកត្រីមានទស្សនភាពយើងរៀបចំនៅលើកោះប្រជុំទេបាទហ្នឹងហើយបងប្អូនវីដេអូនេះមានប្រយោជន៍អរគុណច្រើនសម្រាប់ការតាមដានទស្សនាតាំងពីដើមដល់ចប់បាទសូមអរគុណសូមជម្រាបលាហើយជួបគ្នានៅវីដេអូក្រោយៗទៀតបាទនៅទស្សនភាពនេះគឺនៅលើកោះប្រជុំទេពបាទកន្លែងកសាងប្រាសាទស្មារតីត្រីបាទយើងមកដល់តំណែងបងនេះ
ដល់ទៅនេះគឺមានបងត្រៀមប្រពនៅត្រៀមពូនភ្នំខ្សាច់នោះពូនភ្នំខ្សាច់បាទកំពុងតែពូនភ្នំខ្សាច់ភ្នំខ្សាច់ចាំបដិកម្មអញ្ចឹងណាពូនភ្នំខ្សាច់ហើយភ្នំខ្សាច់កនេះគឺរៀបចំបានល្អមកនេះរៀបចំបានល្អណាស់បាទបងកំពុងតែឆ្នៃជាផ្កាជប់ផ្កាអញ្ចឹងណាហើយជារូបផ្កាជប់អញ្ចឹងតើបាទហើយកនេះបងជាពុទ្ធបរិស័ទយើងដូចជាបងជាការពារបងអ្នកស្រោចទឹកនោះក៏ចាប់ដើមស្រោចទឹកស្រោចស្រាប់ទៅលើដំណាំដូចជាផ្លាក់ដើមឈើហ្នឹងមុនបរិវេណវត្តបាទគ្នាអ្នកមានរោគគាសូមបញ្ជាអស់ទៅអ្នកបានប្រាថ្នាហើយបងប្អូនជាពុទ្ធបរិស័ទយើងក៏ចាប់ដើមចេញមកដែរបងប្អូនសាធុបាទសាធុបាទចន្ទោបណ្ណារសាយថាដូចប្រច័នក្នុងថ្ងៃ15កើតមនីកើតយតាពុំនោសោដោយកើតមនីមានព្រះស្មីដ៏រុងរឿងជាកែវិសេសអាចញ៉ាំងសេចក្តីប្រាថ្នាទាំងពួងឲ្យសម្រេចបានដោយអនុភាពនៃព្រះពុទ្ធគ្រប់ព្រះអង្គដោយអនុភាពនៃព្រះធម៌ទាំងពួងដោយអនុភាពទាំងពួងសัพពរោគវិញ្ញាសន្តោសូមឲ្យរោគទាំងពួងរបស់អ្នកជាសាស្បៃទៅមានទេពវៈមន្តរអ្នកឡាយសុខីភាពសូមឲ្យអ្នកជាស្ត្រីបរិសុទ្ធនេះមានសេចក្តីសុខមានអាយុវែងនេះរូបពោះបាទនេះរូបពោះបាទបងប្អូននិវេតយងសัพពេលោកកាមាំងលពនពុមមេចេតសានេសូមផលនៃចិត្តដែលជ្រះថ្លាក្នុងព្រះរតនត្រ័យនោះផលនេះចំណាស់មកអស្រមព្រះជាផលសម្រាប់ចូលជាផលសម្រាប់ចូលជាផលតាតាមជំនុំអស្រមព្រះអង្គហើយណាអនុមោទនីពណ៌លឿងនេះបានឆ្នាំពណ៌លឿងបាទចម្រើនឆ្នាំពណ៌លឿងហើយលើបោះសត្វយើងក៏ចាប់ផ្ដើមចេញមកឋានណាបងប្អូនចេញមកបដាទៀតហើយបាទហើយក៏ណាស់មកអស្រមព្រះអង្គចាស់ហើយក៏បងប្អូនជាព្រះបរិស័ទគាត់ចាំនៅកណ្ដោះនោះនៅយើងដើរទៅលេងកោះមកជុំដល់លេងទៅកោះជុំទិដ្ឋភាពនៅលើកោះនៅលើកោះបាទដល់នោះកោះទៅនោះហើយទៅនេះមានរោងមួយបងមានរោងមួយត្រៀមនឹងប្រពៃកម្មវិធីនៅថ្ងៃខាងមុខបាទរោងនោះបាទនៅលើតាយើងលោកយាយលោកចឹងលោកយាយលោកតានៅខាងនោះបាទបាទទូក្នុងនៃពិធីនៃជំនាញពិធីជាស្លាបាននៃលោកទៅមានជាបច្ច័យដែលជាប់ជាបៃនៅទីនេះនៅលោកយាយលោកតាក៏មកនៅក្នុងនេះលោកយាយលោកតាលពូអ្នកមីងបានជួយមកលេងក្នុងបរិវេណកោះបាទនិយាយអានេះយើងនៅមុខស្ពីននេះណានៅមុខស្ពីននេះបាទនៅមុខស្ពីននេះបាទរោងនេះដឹងត្រៀមកម្មវិធីអីបងអត់ដឹងទេបាទមើលចាស់ស្រាយមកបាទត្រៀមកម្មវិធីទេបងបាទមើលចាស់ស្រាយរៀបចំបានល្អមកនេះហ្នឹងហើយពុកម៉ែបងប្អូនវីដេអូនេះមានបណ្ដាចាស់អរគុណច្រើនបាទសម្រាប់ការតាមដានទស្សនាតាំងតែដើមដល់ចាប់បាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀតបាទ